និយាយពីជីវិតយើងប្រឹងរាល់ថ្ងៃនឹងសល់អីខ្លះហេហេសบายខ្លះកើតຕົកខ្លះវាជារឿងធម្មតារបស់មនុស្សលោកទេថ្មិចបើករាល់ថ្ងៃនៅសល់អីខំប្រឹងយកថ្ងៃព្រោះខ្លាចតែភាពក្រពិបាកខ្លាំងណាស់ជីវភាពយើងមិនសូវល្អសាច់ខ្មៅមិនសល់ពណ៌កស្រអាប់មែនថាជីវិតយើងគេប្រឹងគេដើរយើងប្រឹងទាល់តែរត់គេបានសម្រាប់ជប់មើលយើងខំយ៉ាងស្វាហាប់មនុស្សយើងគ្រប់គ្នាគ្មានអ្នកណារួងចង់យ៉ាប់តស៊ូយូរឆាប់មើលគង់បានចេញផ្លែផ្កាយើងប្រឹងយើងបានអើយមិនដែលមានអ្នកជួយប្រាប់ខំប្រឹងស្ទើរស្លាប់អើយក៏គ្មានអ្នកចេញវាចារហូតមានបានល្មមឲ្យយើងជប់ក្រទើបដឹងយើងល្អសម្បូរអ្នកមករាប់អានចឹងថាជីវិតយើងគ្រប់គ្នារាល់ថ្ងៃខ្ញុំប្រឹងណាស់មិនដាល់ហ៊ានសម្រានការងារថ្មម៉ាត់ញាប់ជើងញាប់ដៃប្រឹងតាំងពីពេលយប់រហូតដល់ពេលថ្ងៃមុខរបរខុសគ្នាមនុស្សនៅលើផែនដីខ្ញុំរកស៊ីពេលយប់ប្រៀបដូចសត្វទីទុយហើយមកដេកពេលថ្ងៃមកគេចេញធ្វើការរោងចក្រសំណង់អ្នកធ្វើស្រែអ្នកធ្វើចម្ការចេញតាមគោលដៅទោះបីនៅទីណាយើងចេញតាមគោលដៅទោះបីនៅទីណាថ្មិចបើកអើយរាល់ថ្ងៃនៅសល់អីខំប្រឹងយកថ្ងៃអើយព្រោះខ្លាចតែភាពក្រពិបាកខ្លាំងណាស់ជីវភាពយើងមិនសូវល្អសាច់ខ្មៅមិនសល់ពណ៌ក៏ស្រអាប់គេប្រឹងគេដើរយើងប្រឹងតតែរត់គេបានសម្រាប់ជប់មើលយើងប្រឹងយ៉ាងស្វាហាប់មនុស្សយើងគ្រប់គ្នារស់នៅគ្មានអ្នកណាចង់យ៉ាប់តស៊ូយូរឆាប់មើលគង់បានចេញផ្លែផ្កាគេប្រឹងគេដើរមិនដែលមានអ្នកជួយប្រាប់ខំប្រឹងស្ទើរស្លាប់មកក៏គ្មានអ្នកជួយវាចារហូតមានបានល្មមឲ្យជើងឈប់ក្រគេមើលមកល្អអើយសម្បូរអ្នកមករាប់អានប្រត់តែជប់ប្រឹងណាស់មិនដល់ហ៊ានសម្រានការងារថ្មម៉ានញាប់ជើងញាប់ដៃប្រឹងតាំងពីពេលយប់រហូតដល់ពេលថ្ងៃមុខរបរខុសគ្នាមនុស្សនៅលើផែនដីខ្ញុំរកស៊ីពេលយប់ប្រៀបដូចសត្វទីទុយហើយមកដេកពេលថ្ងៃមកគេចេញធ្វើការរោងចក្រសំណង់ដែលធ្វើស្រែដែលធ្វើចម្ការចេញតាមគោលដៅទោះបីនៅទីណាចេញតាមគោលដៅទោះបីនៅទីណាជីវិត